บัดซุ่มกรุ๊ปจุ่มดิซูพวกมาบงปนปริมิตเนี่ยตามด้านสำหรับ channel Rereign of the Soul ទាំងអស់គ្នាបាទថ្ងៃនេះដែរខ្ញុំមានប្រធានបទថ្មីមួយចង់ចែករំលែកជូនពុកម៉ែបងប្អូនបាទប្រធានបទនេះគឺវាពាក់ព័ន្ធទៅនឹងសង្គ្រាមកម្ពុជាសៀមដែរបាទពុកម៉ែបងប្អូនណាបាទហើយមានបងប្អូនមួយចំនួនក៏គាត់បានសួរដែរក៏សួរថាតើអាចមានមូលហេតុអ្វីផ្សេងទេដែលអាមេរិកចិនក៏ដូចជាសហគមន៍អន្តរជាតិនានាមិនព្រមលូកដៃជួយខ្មែរឲ្យអស់ពីចិត្តពីថ្លើមបាទជួយខ្មែរឲ្យទទួលបានសន្តិភាពពិតប្រាកដមួយនិងរួចផុតពីការឈ្លានពានពីសំណាក់ចៅសៀមបាទតាមពិតទៅខ្ញុំធ្លាប់ធ្វើវីដេអូនិយាយអំពីមូលហេតុដែលសហរដ្ឋអាមេរិកចិនជប៉ុនកូរ៉េខាងត្បូងមិនព្រមជួយខ្មែរឲ្យពេញដៃពេញជើងណាបងប្អូនបាទខ្ញុំបានធ្វើវីដេអូកន្លងមកហ្នឹងគឺខ្ញុំចេញបានវីដេអូហើយបាទប៉ុន្តែខ្ញុំនៅចន្លោះចំណុចមួយពុកម៉ែបងប្អូនណាចំណុចដែលជាចំណុចរសើបផងដែរបាទហើយវាក៏ប្រហែលជាអាចជាមូលហេតុមួយដែលយើងគួរតែពិចារណាអ្វីដែលជាហេតុផលពិតប្រាកដដែលធ្វើឲ្យបណ្ដាប្រទេសមហាអំណាចទាំងអស់ហ្នឹងមិនព្រមជួយខ្មែរមិនព្រមចូលរួមលូកដៃឲ្យកាន់តែជ្រៅនៅក្នុងជលុះកម្ពុជាសៀមបាទឥឡូវដើម្បីកុំឲ្យខាតពេលយូរយើងទៅតាមដានទេសនានិងស្ដាប់ការបកស្រាយរបស់ខ្ញុំបាទដូចតទៅបាទសូមក្រុមជើញមុននឹងបកស្រាយនឹងចម្ងល់ខាងលើនេះ Rereign of the Soul សូមធ្វើការអាប់ដេតនិងធ្វើបច្ចុប្បន្នភាពស្ដីអំពីស្ថានភាពទូទៅនៃសង្គ្រាមបន្តិចសិនថាតើវាវិវត្តដល់ដំណាក់កាលណាហើយបាទបងប្អូនប្រិយមិត្តជន្លុះប្រដាប់អាវុធឬក៏យើងអាចហៅបានថាសង្គ្រាមឈ្លានពានពីសំណាក់សៀមមកលើកម្ពុជាហាក់នៅជាប់គាំងមិនទាន់អាចរកឃើញច្រកចេញណាមួយនៅឡើយទេបាទអ្វីដែលយើងកាន់តែព្រួយបារម្ភនោះគឺពីមួយថ្ងៃទៅមួយថ្ងៃសង្គ្រាមកាន់តែរីករាលដាលនៅតាមបន្ទាត់ព្រំដែនក្នុងនោះទ័ពថ្មើរជើងនិងអាកាសរបស់សៀមបានបង្កើនការវាយប្រហារយ៉ាងសន្ធប់និងរំកិលចូលកាន់តែជ្រៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជាយន្តហោះចម្បាំង S16 របស់សៀមដែលផលិតនៅសហរដ្ឋអាមេរិកបានសម្កាំងខ្លួនលើដែនអាកាសកម្ពុជាដោយធ្វើការទម្លាក់គ្រាប់ទៅលើទីតាំងយុទ្ធសាស្ត្រផ្សេងៗស្ទើរមិនលុះថ្ងៃប្រតិបត្តិការសឹកពីសំណាក់យោធាថៃនេះវានាំមកជាមួយនៅទង្វើអមនុស្សធម៌ជាច្រើនរាប់មិនអស់ក្នុងនោះគេឃើញថាបេសកកម្មរបស់ទ័ពអាកាសសៀមមិនមែនវាយប្រហារទៅលើតែមូលដ្ឋានយោធារបស់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែសៀមបានប្រព្រឹត្តខុសពីច្បាប់អន្តរជាតិដោយបានទម្លាក់គ្រាប់នៅតំបន់ដែលគ្មានយោធាជាពិសេសទៅលើទីប្រជុំជននៃជនស៊ីវិលកម្ពុជាដែលរួមមានដូចជាថ្មីនេះសៀមបានបើកការវាយប្រហារទៅលើភូមិសាស្ត្រភ្នំសំពៅនិងផ្នែកខ្លះនៃក្រុងប៉ោយប៉ែតជាដើមជាលទ្ធផលវាធ្វើឲ្យបាត់បង់ជីវិតវរៈកងទ័ពកម្ពុជាជនស៊ីវិលកម្ពុជាក៏ដូចជាខូចខាតដល់សំណង់អគារផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់របស់ភាគីកម្ពុជាជាច្រើនលើពីនេះទៅទៀតរូបភាពនៃអំពើថោកទាបមួយបានផុសឡើងខណៈពេលដែលបណ្ដាពលរដ្ឋខ្មែរបានត្រូវជន្លៀសចេញពីទីតាំងគោលដៅវាយប្រហារអស់ទាហានសៀមបានទន្ទ្រានចូលលុកលុយក្នុងភូមិឋានដើម្បីប្រព្រឹត្តអំពើចោរកម្មលួចយកទ្រព្យសម្បត្តិមានតម្លៃរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងដោយឥតខ្មាស់អៀនបំផុតបាទបងប្អូនសង្គ្រាមឈ្លានពាននេះមិនមែនទើបកើតឡើងតែមួយថ្ងៃពីរថ្ងៃនោះទេតែវាបានផ្ទុះឡើងអស់រយៈពេលរាប់ខែទៅហើយទោះបីជាមានការសម្របសម្រួលនិងផ្សះផ្សាពីសហគមន៍អន្តរជាតិក្នុងនោះមានទាំងសមាគមប្រជាជាតិអាស៊ានជាពិសេសគឺសហរដ្ឋអាមេរិកក៏ដោយក៏វាហាក់ដូចជាគ្មានប្រសិទ្ធភាពសោះដែលគិតត្រឹមពេលនេះស្ថានភាពគឺវាកាន់តែតានតឹងទៅជាលំដាប់ដូចជាខ្ញុំបានលើកឡើងខាងលើអញ្ចឹងសៀមបានបង្កើនការវាយប្រហារតាមបណ្ដោយខ្សែបន្ទាត់នៃព្រំដែនហើយកាន់តែពង្រីកទំហំសង្គ្រាមកាន់តែធំឡើងដោយយន្តហោះចម្បាំងសៀមបានហោះចូលទៅទម្លាក់គ្រាប់បែកកាន់តែជ្រៅចូលទៅក្នុងទឹកដីកម្ពុជាស្របពេលដែលកម្ពុជានៅបន្តភាពស្ងៀមស្ងាត់សាជាថ្មីដោយមិនព្រមប្រើប្រាស់អ្វីដែលអតីតនាយករដ្ឋមន្ត្រីលោកហ៊ុនសែនហៅថាសំណាញ់មេឃនោះក៏លេខទៅមើលភាគីសៀមវិញបងប្អូនសៀមបានប្រើច្រើនមកហើយនៅមធ្យោបាយយុទ្ធសាស្ត្រសឹកដើម្បីវាយប្រហារមកលើកម្ពុជាដោយគេឃើញថាមានទាំងការប្រើប្រាស់គ្រាប់បែកចង្កោមការវាយប្រហារដោយដ្រូនការប្រើប្រាស់ផ្សែងពុលជាពិសេសគឺប្រតិបត្តិការសឹករបស់យន្តហោះ S16 និងចុងក្រោយថ្មីនេះស្រាប់តែលេចមុខយន្តហោះ T50 ដែលផលិតនៅកូរ៉េខាងត្បូងសំកាំងខ្លួនលើអាកាសហ
ហោះស្វែងរកទីតាំងវាយប្រហារមកលើកម្ពុជាមិនតែប៉ុណ្ណោះនៅភាគនិរតីនៃប្រទេសឯណោះវិញសៀមក៏បានចល័តនាវាចម្បាំងមកកាន់តំបន់ក្បែរខាងជាប់ដែនសមុទ្រកម្ពុជាដែលបានផ្ដល់ការគំរាមកំហែងដល់សន្តិសុខជាតិខ្មែរនិងបង្កឲ្យពលរដ្ឋកម្ពុជារាប់ម៉ឺនរាប់ពាន់គ្រួសារត្រូវបង្ខំចិត្តរត់ចោលផ្ទះសម្បែងផងដែរក្នុងសង្គ្រាមនេះសៀមដូចជាទំនងប្រើប្រាស់អស់ក្បាច់ទៅហើយទាំងការវាយប្រហារតាមជើងគោកផ្លូវទឹកនិងផ្លូវអាកាសសង្គ្រាមឈ្លានពានកម្ពុជាប្រមាណខែមកនេះសៀមបានបញ្ចេញអាវុធនិងបរិខាសឹកទំនើបជាច្រើនរួចមកហើយគិតត្រឹមវិនាទីនេះក្រៅពីគ្រីបផែនតើសៀមនៅសល់អាវុធអ្វីទៀតនៅក្នុងឃ្លាំងដែលមិនទាន់បានបញ្ចេញបងប្អូនប្រិយមិត្តសង្គ្រាមនេះទោះបីជាកម្ពុជាយើងទ្រាំនៅស្ងៀមមិនព្រមប្រយុទ្ធតបតយ៉ាងណាក្តីក៏យើងនៅតែរងគ្រោះដដែលព្រោះភ្លើងវាកំពុងឆេះផ្ទះយើងបាត់ទៅហើយដោយដែលយើងធ្លាប់ដឹងពាក្យថាសង្គ្រាមមិនសំខាន់លទ្ធផលបញ្ចប់ទៅយ៉ាងណាទេទាំងភាគីអ្នកឈ្នះនិងភាគីចាញ់សុទ្ធតែខាតបង់ដូចគ្នាឲ្យតែមានផ្ទុះសង្គ្រាមតែងតែមានមនុស្សស្លាប់សង្គ្រាមកាន់តែអូសបន្លាយពេលយូរការខាតបង់កាន់តែធំការប្រយុទ្ធបង្ហូរឈាមគ្នាកាន់តែយូរការចំណាយទៅលើបរិខាសភាវុធកាន់តែច្រើនយើងសាកគិតទៅមើលសង្គ្រាមឈ្លានពានកម្ពុជាប្រមាណខែកន្លងមកនេះសៀមប្រហែលជាចំណាយមិនតិចនោះទេទាំងជីវិតមនុស្សនិងអាវុធចុះបើវាត្រូវអូសបន្លាយរហូតទៅដល់1ឆ្នាំឬ2ឆ្នាំទៅមុខទៀតតើសៀមត្រូវបន្ថែមកញ្ចប់ថវិកាជាតិប៉ុន្មានទៀតដើម្បីបន្តធ្វើសង្គ្រាមឈ្លានពានកម្ពុជាក្នុងន័យនេះសង្គ្រាមលើកនេះបានធ្វើឲ្យមានវិនាសកម្មនិងការខាតបង់ជាច្រើនដល់ប្រទេសជិតខាងទាំងពីរដល់ក្នុងនោះសៀមក្នុងនាមជាភាគីបង្កជន្លោះរងការខាតបង់ទៅលើអាយុជីវិតកងទ័ពនិងថវិកាជាតិដោយឡែកភាគីកម្ពុជាដែលជាជនរងគ្រោះវិញត្រូវរងផលប៉ះពាល់ច្រើនមួយគុណនឹងពីរដោយត្រូវពលីវីរៈកងទ័ពជួរមុខជនស៊ីវិលស្លូតត្រង់ខូចខាតហេដ្ឋារចនាសម្ព័ន្ធនានាសំណង់អគារជាពិសេសប្រាង្គប្រាសាទបុរាណដែលជាមរតកដូនតាខ្មែរក៏ត្រូវបានបំផ្លាញមួយផ្នែកធំដោយស្នាដៃចោលសៀមឈ្លានពានផងដែរសង្គ្រាមនេះវាបានធ្វើឲ្យមានការកើនឡើងនៅជនភៀសសឹកខ្មែររាប់ម៉ឺនគ្រួសារសកម្មភាពដោះដូរពាណិជ្ជកម្មនានានៅតាមមូលដ្ឋានក្បែរបន្ទាត់ព្រំដែននិងទីតាំងភូមិសាស្ត្រដែលងាយទទួលរងហានិភ័យខ្ពស់ពីការទម្លាក់គ្រាប់របស់ទាហានសៀមត្រូវបានផ្អាកស្ទើរតែទាំងស្រុងបញ្ហាចោលទាំងអស់នេះវាបានកើតជាក្តីបារម្ភខ្លាំងសម្រាប់រាជរដ្ឋាភិបាលកម្ពុជាចំពោះសញ្ញានៃមហន្តរាយសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននៅទីតាំងដែលមានសង្គ្រាមជាពិសេសគឺស្ថានភាពសេដ្ឋកិច្ចកម្ពុជាទាំងមូលក្នុងឆ្នាំ2026និងប៉ុន្មានឆ្នាំទៅមុខទៀតនឹងទៅជាយ៉ាងណាមែនទែនទៅវិបត្តិជន្លោះព្រំដែនដ៏រ៉ាំរ៉ៃរវាងសៀមនិងកម្ពុជាការខាតបង់វាមិនមែនកើតឡើងតែចំពោះទ្វេភាគីប៉ុណ្ណោះទេករណីបើជន្លោះប្រដាប់អាវុធនេះនៅតែបន្តប្រទេសដែលជាដៃគូពាណិជ្ជកម្មដែលមានផលប្រយោជន៍សេដ្ឋកិច្ចរួមជាមួយកម្ពុជានិងសៀមក្នុងនោះមានចិននិងសហរដ្ឋអាមេរិកក៏អាចមានផលប៉ះពាល់ដូចគ្នាផងដែរសំណួរសួរថាចុះបើដឹងខ្លួនឯងអាចនឹងរងការខាតបង់ដែរហើយមិនដេចបានជាអាមេរិកនិងចិនក៏ដូចជាសហគមន៍អន្តរជាតិមិនព្រមប្រើប្រាស់វិធីដើម្បីបញ្ចប់សង្គ្រាមនេះឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបានទៅពាក់ព័ន្ធនឹងចំណុចនេះចាប់តាំងពីសៀមរំលោភលើខ្លឹមសារនៃបទឈប់បាញ់ដែលបានចុះហត្ថលេខារួមគ្នារវាងកម្ពុជាសៀមនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីក្រោមកិច្ចផ្ដួចផ្ដើមរបស់អាស៊ាននិងវត្តមានម៉ាឡេស៊ីជាពិសេសសហរដ្ឋអាមេរិកជាសាក្សីស្រាប់តែបានផ្ទុះឡើងនៅការជជែកវែកញែកគ្នាដោយចម្រូងចម្រាសពីសំណាក់មតិសាធារណជននិងអ្នកតាមដាននយោបាយអន្តរជាតិជុំវិញមូលហេតុដែលសៀមថ្លើមធំពីសមេឃហ៊ានល្មើសនឹងបទឈប់បាញ់អ្នកជំនាញនយោបាយខ្លះគិតថាដោយសារតែខ្លឹមសារទាំង8ចំណុចនៃបទឈប់បាញ់នៅថ្ងៃទី26ខែតុលាឆ្នាំ2025កន្លងទៅនេះមិនមានទម្ងន់គ្រប់គ្រាន់ល្មមគៀបសង្កត់ឲ្យសៀមដែលជាប្រទេសបង្កជន្លោះបញ្ឈប់មជ្ឈតាឈ្លានពានកម្ពុជានោះទេទន្ទឹមនឹងនេះដែរទស្សនៈនយោបាយខ្លះក៏បានលើកឡើងថាដោយសារតែលោកដូណាល់ត្រាំយល់ឃើញថាវិវាទហិង្សារវាងសៀមកម្ពុជាវាជាជន្លោះប្រដាប់អាវុធជាលក្ខណៈទ្វេភាគីទ្រង់ទ្រាយតូចនៅក្នុងតំបន់ប៉ុណ្ណោះម្យ៉ាងប្រហែលជាអាមេរិកបានព្យាករណ៍ខុសពីការវិវត្តនៃស្ថានភាពសង្គ្រាមដោយផ្អែកលើស្នាក់ស្នាមប្រវត្តិសាស្ត្រជាពិសេសក្នុងសតវត្សទី21នេះទំនាស់ព្រំដែនដោយហិង្សារវាងកម្ពុជាសៀមវាបានកើតមានជារឿយៗប៉ុន្តែមិនមានទំហំធំដុំនោះទេដោយបានប្រព្រឹត្តទៅក្នុងរយៈពេលខ្លីនិងបញ្ចប់ទៅវិញជាមួយនឹងផលប៉ះពាល់តិចតួចប៉ុណ្ណោះផ្សេងពីនេះ Reign of the Soul
ក៏ធ្លាប់បានធ្វើវីដេអូបង្ហាញពីមូលហេតុដែលសហគមន៍អន្តរជាតិមិនមានចំណាត់ការធ្ងន់ធ្ងរប្រកបដោយប្រសិទ្ធភាពខ្ពស់ទៅលើសៀមប្រហែលដោយសារសង្គ្រាមមួយនេះសៀមមិនទាន់ដើរផុតបន្ទាត់ក្រហមរបស់អន្តរជាតិជាពិសេសសហរដ្ឋអាមេរិកនិងចិននៅឡើយទេបងប្អូនប្រិយមិត្តកន្លងមកយើងតែងតែវិភាគនិងសន្និដ្ឋានទៅតាមកម្រិតនៃការឆ្វេងយល់ផ្សេងគ្នាពីមូលហេតុដែលអន្តរជាតិប្រងើយកតាយមិនលូកដៃចូលមកជួយកម្ពុជាមតិភាគច្រើនបូករួមទាំងខ្ញុំផងបានកំណត់យកកត្តាផលប្រយោជន៍ជាហេតុផលចម្បងដែលពិភពលោកមិនអើពើនិងលូកមិនជ្រៅចូលក្នុងជន្លុះព្រំដែនកម្ពុជាសៀមមូលហេតុមួយទៀតដែលសហគមន៍អន្តរជាតិនិងអង្គការពាក់ព័ន្ធនានាទុកឲ្យសៀមនិងកម្ពុជាបន្តដោះស្រាយគ្នាដោយទ្វេភាគីទំនងដោយសារជន្លុះប្រដាប់អាវុធនេះមិនទាន់រីករាលដាលឈានដល់ប៉ះពាល់ផលប្រយោជន៍និងឆ្នាំងបាយរបស់ពួកគេក្នុងន័យនេះមិនមែនបណ្ដាប្រទេសទាំងអស់នោះមិនខ្វាយខ្វល់សុទ្ធសាធនោះទេប៉ុន្តែគ្រាន់តែមិនសូវអើពើឲ្យបានគ្រប់គ្រាន់តែប៉ុណ្ណោះដោយឡែកពុកម៉ែបងប្អូនយើងទាំងអស់គ្នាប្រហែលជាចន្លោះមួយចំណុចហើយចំណុចនេះវាអាចជាមូលហេតុធំចម្បងនៅពីក្រោយខ្នងដែលធ្វើឲ្យប្រទេសជាអន្តរភាគីមិនព្រមជួយខ្មែរឲ្យពេញដៃពេញជើងសហរដ្ឋអាមេរិកចិននិងបណ្ដាប្រទេសមហាអំណាចដទៃទៀតដូចជាជប៉ុនកូរ៉េខាងត្បូងអាចនឹងមិនសូវបារម្ភដោយមិនទាន់ខាត់ផលប្រយោជន៍ទន្ទឹមនឹងនេះផ្ទុយទៅវិញមហាអំណាចទាំងនេះប្រហែលជាកំពុងតែទន្ទឹងរង់ចាំផលប្រយោជន៍ពីសង្គ្រាមកម្ពុជាសៀមទៀតផងតើផលប្រយោជន៍អ្វីខ្លះហើយអ្វីបានជាអន្តរជាតិអាចនឹងទទួលបានផលចំណេញពីជន្លុះកម្ពុជាសៀមតោះយើងទៅស្ដាប់បន្តទៀតដូចខ្ញុំជម្រាបជូនខាងលើអញ្ចឹងសង្គ្រាមលើកនេះមិនថាភាគីខាងណាឈ្នះឬចាញ់ទេទាំងកម្ពុជានិងសៀមសុទ្ធតែខាតបង់ដូចគ្នាសង្គ្រាមកាន់តែអូសបន្លាយការចំណាយកាន់តែច្រើនព្រោះអីគ្មានកាំភ្លើងណាដែលបាញ់មិនចេះអស់គ្រាប់ទេនិងគ្មានយន្តហោះចម្បាំងណាដែលប្រើមិនចេះខូចនោះដែរខ្ញុំនិយាយត្រឹមនេះបងប្អូនប្រហែលជាអាចយល់បានហើយថាខ្ញុំកំពុងសំដៅលើអ្វីខ្ញុំចង់ប្រាប់ថាសង្គ្រាមលើកនេះអាចនឹងកោសឲ្យទីផ្សារអាវុធពិភពលោកផ្ទុះឡើងវិញណាគេថាមនុស្សស្លាប់ច្រើនអាចារ្យដុតខ្មោចកាន់តែមានហាងឆេងខ្ញុំមិនជឿថាគ្រូពេទ្យមិនដែលបន់ស្រន់ឲ្យមនុស្សឈឺច្រើននោះទេដូច្នេះសូមកុំភ្លេចថាបណ្ដាប្រទេសមហាអំណាចដែលពលរដ្ឋកម្ពុជាគ្រប់រូបដាក់ក្តីសង្ឃឹមថាជាព្រះរស់អាចបញ្ចប់ជន្លុះដ៏ហិង្សានិងផ្ដល់សន្តិភាពដល់កម្ពុជាសាជាថ្មីនោះគឺជាប្រទេសអ្នកផលិតនិងផ្គត់ផ្គង់អាវុធដ៏សំខាន់ពួកគេរកស៊ីជួញដូរអាវុធដោយស្របច្បាប់ហើយទាំងសៀមនិងកម្ពុជាសុទ្ធតែបញ្ជាទិញបរិក្ខារយោធាពីប្រទេសទាំងអស់នោះទៀតផង Reading on the Soul សូមវិភាគទៅរកផ្លូវអវិជ្ជមានបន្តិចចុះអាចទេអាមេរិកនិងចិនក៏ដូចជាប្រទេសជាច្រើនទៀតកំពុងអង្គុយបន់និងជំរុញឲ្យស្ថានភាពកាន់តែតានតឹងនិងវិវត្តឈានដល់ដំណាក់កាលស្រោចស្រង់លែងបានคล้ายជាសង្គ្រាមធំដើម្បីខ្លួនឯងអាចឆ្លៀតឱកាសលុកគ្រឿងសព្វាវុធឲ្យអស់ពីឃ្លាំងពិតណាស់ទាំងចិននិងអាមេរិកមិនមានផែនការនិងចេតនាណាមួយបង្កើតឲ្យមានសង្គ្រាមនេះឡើងនោះទេគ្រាន់តែប្រទេសទាំងអស់នេះអនុវត្តយុទ្ធសាស្ត្ររុញទុកបណ្ដោយទឹកចាប់ឱកាសល្អដើម្បីទាញផលចំណេញពីកម្ពុជានិងសៀមប៉ុណ្ណោះនៅក្នុងប្រតិបត្តិការសឹកឈ្លានពានកម្ពុជាលើកនេះអាមេរិកនិងចិនក៏ដូចជាសមាជិកប្រទេសអ្នកផ្គត់ផ្គង់អាវុធទាំងឡាយទំនងជាបានគូសដៅកំណត់ព្រំដែនច្បាស់លាស់សម្រាប់សៀមរួចទៅហើយដោយរាប់ទាំងចំណុចចាប់ផ្ដើមនិងបញ្ចប់ដរាបណាដែលសៀមមិនទាន់ឆ្លងផុតបន្ទាត់ក្រហមសៀមនៅតែមានសមត្ថភាពក្នុងការឈ្លានពានដែនអធិបតេយ្យភាពរបស់កម្ពុជាដដែលដែលមិនត្រូវទទួលរងទណ្ឌកម្មណាមួយពីអន្តរជាតិឡើយហើយនៅចន្លោះបន្ទាត់ខៀវនិងបន្ទាត់ក្រហមវាគឺជាទីតាំងដែលអន្តរជាតិអាចសង្ងំដេកកើប្រាក់ចំណេញបានពីសង្គ្រាមកម្ពុជាសៀមផ្អែកលើស្ថានភាពតានតឹងដោយសពថ្ងៃសង្គ្រាមមិនទាន់ចប់ឱកាសចំណេញរបស់អាមេរិកនិងចិនជប៉ុនក៏ដូចជាកូរ៉េខាងត្បូងគឺនៅតែមាននិយាយឲ្យអាក្រក់ស្ដាប់ទៅថ្មើរនេះវិនាទីនេះប្រទេសទាំងនេះប្រហែលកំពុងសង្ងំអុជធូបបែបន់ឲ្យកម្ពុជានិងសៀមប្រយុទ្ធគ្នាឲ្យកាន់តែខ្លាំងនិងចង់ឲ្យវិសាលភាពសង្គ្រាមកាន់តែពង្រីកមាឌធំជាងមុនក៏ថាបានដែរដើម្បីអ្វីបងប្អូនគឺដើម្បីឲ្យខ្លួនឯងអាចកើបលុយពីការលក់អាវុធនេះបានសង្គ្រាមឈ្លានពានពីសំណាក់ចៅសៀមមកលើកម្ពុជាម្ដងនេះប្រៀបដូចជាការផ្សព្វផ្សាយពាណិជ្ជកម្មដោយ free ការជួយប្រម៉ូទទីផ្សារអាវុធឲ្យសហរដ្ឋអាមេរិកចិននិងសហគមន៍អន្តរជាតិដើម្បីឲ្យប្រទេសទាំងអស់នេះលក់អាវុធកាន់តែដាច់ជាងមុនបើសិនជាការពិតនៅខាងក្រៅវាំងននខ្មៅវាដូចអ្វីដែលខ្ញុំលើកឡើងខាងលើមែនអាមេរិកចិនអាចចំណេញបានពីរផ្លូវពលគឺត្រីរ៉ស់ក៏បានទន្សាយក៏បានដែលអាចទាញផលប្រយោជន៍ពីគូជន្លុះទាំងសងខាងដោយដើរតួជាអ្នកផ្គត់ផ្គង់គ្រឿងសព្វាវុធនិងបរិក្ខារយោធាដល់ប្រទេសទាំងសងខាងនេះថ្មីត្បិតតែប៉ុន្មានឆ្នាំកន្លងផុតទៅ
ចិនគឺជាប្រភពធំជាងគេក្នុងការផ្គត់ផ្គង់អាវុធមកឲ្យកម្ពុជាប៉ុន្តែក្រោយសង្គ្រាមកម្ពុជាសៀមចប់ទៅទីផ្សារសភាវុធពិភពលោកអាចនឹងប្រែប្រួលក្នុងន័យនេះសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសដទៃទៀតអាចមានហាងឆេងខ្ពស់ក្លាយជាទីផ្សារផ្គត់ផ្គង់អាវុធដ៏ធំជាងគេដល់កម្ពុជាជំនួសចិនផងក៏មិនដឹងជាមួយគ្នានេះដែរទោះបីជាជម្លោះផ្ដាប់អាវុធវាមិនវិវត្តទៅជាសង្គ្រាមធំក៏ពិតមែនសហគមន៍អន្តរជាតិក្នុងនោះមានទាំងអាមេរិកចិនជប៉ុននិងកូរ៉េខាងត្បូងជាដើមនៅតែអាចចំណេញតាមរយៈការលក់អាវុធនិងផ្ដល់ប្រាក់កម្ចីព្រោះអីសង្គ្រាមលើកនេះទោះបីកម្ពុជាខាតបង់មិនធ្ងន់ធ្ងរយ៉ាងណាក្តីប៉ុន្តែវាបានធ្វើឲ្យយើងមើលឃើញពីចំណុចខុសគ្នាច្រើននៃអនុភាពយោធារវាងសៀមនិងកម្ពុជាហើយក្រោយពីត្រូវបានគម្រាមកំហែងនិងបំផិតបំភ័យលើសន្តិសុខជាតិខ្ញុំជឿជាក់ថាប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលក៏ដូចជាពលរដ្ឋកម្ពុជាគ្រប់រូបនឹងផ្លាស់ប្ដូរការគិតដោយផ្ដោតសំខាន់ទៅលើវិស័យការពារជាតិជាអាទិភាពក្រោយចប់សង្គ្រាមសភាកម្ពុជាអាចនឹងអនុម័តពង្រីកទំហំថវិកាជាតិដើម្បីធ្វើកំណែទម្រង់និងធ្វើទំនើបកម្មសភាវុធដល់វិស័យយោធាដើម្បីឲ្យដល់កម្រិតប្រកួតប្រជែងខ្ពស់ក្នុងតំបន់ក្នុងគោលដៅសំខាន់ចម្បងដើម្បីពង្រឹងស្វ័យភាពការពារខ្លួននៅពេលអនាគតក្នុងសេណារីយ៉ូនេះសហរដ្ឋអាមេរិកនិងចិនប្រកាសជាសប្បាយរីករាយកើបលុយពីការលក់អាវុធនិងការផ្ដល់ប្រាក់កម្ចីដល់កម្ពុជាមិនខានឡើយពុកម៉ែបងប្អូនប្រិយមិត្តអ្វីដែលបានលើកឡើងខាងលើគឺចង់បញ្ជាក់ថាមូលហេតុដែលអាមេរិកចិនក៏ដូចជាសហគមន៍អន្តរជាតិមិនព្រមអើពើជួយបញ្ចប់ជម្លោះកម្ពុជាសៀមឲ្យអស់ពីចិត្តពីថ្លើមនោះគឺដោយសារតែប្រទេសទាំងអស់នេះចង់ឆ្លៀតឱកាសលក់អាវុធរបស់ខ្លួនបងប្អូនទោះបីការលើកឡើងនេះវាសមហេតុផលនិងទំនងជាអាចទៅរួចក៏ពិតមែនប៉ុន្តែវាត្រឹមជាការសន្និដ្ឋានតែប៉ុណ្ណោះមិនទាន់ជាការពិតនៅឡើយទេការពិតនៅខាងក្រោយវឹងននខ្មៅយ៉ាងណានោះមានតែអាមេរិកចិនជប៉ុននិងកូរ៉េខាងត្បូងក៏ដូចជាសហគមន៍អន្តរជាតិខ្លួនឯងផ្ទាល់នោះទេទើបអាចដឹងច្បាស់បានបាទអរគុណណាស់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយក៏សូមខន្តីអភ័យអត់ទោសផងដែរបើសិនជាមានកំហុសខុសឆ្គងដោយប្រការណាមួយពុកម៉ែបងប្អូនណាហើយបើសិនជាបងប្អូនមានខមមិនឬក៏មានមតិយោបល់អីចង់កែសម្រួលឬក៏ចង់បំពេញបន្ថែមអីអាចខមមិននៅខាងក្រោមវីដេអូរបស់ខ្ញុំបាទខ្ញុំរីករាយក្នុងការជជែកវិញ្ញារកខុសត្រូវនិងរកហេតុផលជាមួយពុកម៉ែបងប្អូនបាទហើយបើសិនជាប្រិយមិត្តយល់ថាវីដេអូរបស់ខ្ញុំមានប្រយោជន៍បងប្អូនអាចបង្ហាញការគាំទ្រមកដល់ខាងខ្ញុំបានតាមរយៈការចុច Subscribe បន្ទាប់មកចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូពាក់ព័ន្ធទៅនឹងការចែករំលែកចំណេះដឹងបាទខាងសង្គមសេដ្ឋកិច្ចហើយនិងនយោបាយជាច្រើនបន្ថែមទៀតជាចុងក្រោយខ្ញុំបាទសូមអរគុណនិងសូមជូនពរទៅដល់ពុកម៉ែបងប្អូនទាំងអស់ណាឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនរកទទួលទានមានបានគ្រប់ក្រុមគ្រួសារសន្យាជួបគ្នានៅវីដេអូក្រោយៗទៀតបាទសូមអរគុណសូមគោរពជម្រាបលា